សុស្ដីបងប្អូនអរគ្នានេះគឺជាទស្សនវិជ្ជានៅក្នុងសាលាបឋមសិក្សាគោកថ្កូវដោយសារតែខ្ញុំបាទធ្វើការចូលកងវិញគឺឃើញថាវាដុសរបស់ច្រើនមែនទែនបងប្អូនគ្នាបាទនេះគឺជាបង្គន់វាចោលទេហើយនេះគឺជាសាលាហ្នឹងគឺស្ថិតនៅក្នុងព្រៃបងប្អូនគ្នាគឺនៅក្នុងព្រៃនេះបងប្អូនមើលបាទគឺខេត្តហ្នឹងគឺចាប់ដើមទេសភាពចាប់ដើមស្មៅចាប់ដើមឈើគឺដុះខៀវស្រងាត់ហើយបងប្អូនគ្នាបាទអូខេមែនទេអញ្ចឹងខ្ញុំមកថតទស្សនវិជ្ជានៅបរិវេណហ្នឹងបន្តិចបាទសាលាហ្នឹងគឺជាសាលាព្រៃបងប្អូនគ្នានៅក្នុងព្រៃនៅភូមិគោកថ្កូវឃុំរណសេស្រុកសង្គមថ្មីបងប្អូនគ្នាបាទនេះនិយាយរួមទៅបរិវេណសាលានឹងគឺសិតតែព្រៃបងប្អូនគ្នាសិតតែដើមឈើគឺសាលាពួកខ្ញុំនឹងគឺនៅក្នុងព្រៃទេបងប្អូនគ្នាបាទនេះកំថ្នាក់បាទបងប្អូនគ្នាហើយសិស្សក៏អត់សូវមានច្រើនដែរត្រឹមតែ40នាក់ជាងទេអូខេហើយនេះគឺជារដូវវស្សាបាទខែពិសាខឈានចូលមកដល់អញ្ចឹងធ្វើឲ្យស្លឹកឈើធ្វើឲ្យស្មៅធ្វើឲ្យដើមឈើគឺដុះទៅរាងខៀវស្ងាត់ស្រស់ស្អាតមែនទែនបងប្អូនគ្នាបាទទោះបីភូមិព្រៃមិនមែនតែសម្បូរទៅដោយដើមឈើដែលខាងសាលាខ្ញុំធ្វើការទុកដើម្បីឲ្យវាជាម្លប់សម្រាប់សិស្សានុសិស្សអង្គុយលេងឬក៏អានសៀវភៅលេងបាទហ្នឹងហើយនេះអញ្ចឹងមានច្រើនទេសាលានៅក្នុងបឋមសិក្សាគោកថ្កូវបងប្អូនគ្នាគឺមិនសូវជាមានអ្វីដែលលេចធ្លោខ្លាំងទេដោយសារតែវាស្ថិតនៅក្នុងព្រៃហើយសិស្សនៅក្នុងថ្នាក់នោះគឺមានចំនួនដូចជា1 2 3 4 5ថ្នាក់បងប្អូនគ្នាចាប់ពីថ្នាក់ទី1ដល់ថ្នាក់ទី6បាទអញ្ចឹងគ្រូរបស់សាលាហ្នឹងគឺមានចំនួន5នាក់ស្រី1នាក់ប្រុស4នាក់បងប្អូនគ្នាបាទសាលានៅបឋមសិក្សាគោកថ្កូវអូខេបងប្អូនឃើញដើមឈើបាទឃើញហើយស្មៅឯងដុះស្រស់ស្អាតមែនទែនអូហូបងប្អូនគ្នាក្នុងសាលារបស់ខ្ញុំគឺសម្បូរទៅដោយដើមម្រះព្រៅដែលគេនិយមយកទៅឆាក្តៅសាច់មាន់ឆាក្តៅសាច់គោបាទបងប្អូនគ្នានេះទេម្រះព្រៅបាទហ្នឹងហើយប៉ុន្តែអត់មានអ្នកដាំទេបងប្អូនគ្នាបាទសត្វវាកើតច្រើនអញ្ចឹងតែម្ដងនៅក្នុងសាលានៅខាងមុខសាលាអូខេបាទនេះអញ្ចឹងបងប្អូនដែលនៅក្នុងប្រទេសក្តីក្រៅប្រទេសក្តីគឺខ្ញុំបាទគឺថតទស្សនវិជ្ជានៅក្នុងសាលាបឋមសិក្សាគោកថ្កូវបងប្អូនគ្នាហើយនេះគឺជាដងទង់ជាតិដែលគ្រូដែលកូនសិស្សធ្វើការគ្រប់ទង់ជាតិរៀងរាល់ព្រឹកម៉ោង7បាទអូខេគឺយើងធ្វើការគ្រប់រួចហើយអត់បានថតសកម្មភាពនៃការគ្រប់ទេអូខេអញ្ចឹងខ្ញុំដើរជំវិញទៀតបងប្អូនគ្នាអានេះដើមម្រះព្រៅបងប្អូនគ្នាដើមម្រះព្រៅបាទនេះគឺជា vlog មួយដែលខ្ញុំធ្វើលេងដើម្បីឲ្យបងប្អូនទស្សនិកជននៅក្នុងស្រុកនៅក្រៅស្រុកគាត់បានឃើញនៅទស្សនវិជ្ជានៃសាលាបឋមសិក្សាគោកថ្កូវបងប្អូនគ្នាបាទនេះខាងលិចសាលាបងប្អូនគ្នាហើយនេះគឺជាដើមឈើបាទគឺដើមឈើបាទយល់ទៅសាលាហ្នឹងគឺនៅក្នុងព្រៃតែម្ដងនៅក្នុងព្រៃខាងនេះខាងជើងបងប្អូនគ្នាឃើញទេសិតតែព្រៃបងប្អូនគ្នាហើយនៅខាងនោះផ្ទះគេបន្តិចទេបាទអញ្ចឹង vlog នេះគឺខ្ញុំចង់បង្ហាញពីទស្សនវិជ្ជានៅក្នុងសាលាបឋមសិក្សាគោកថ្កូវឲ្យបងប្អូនគ្នាឃើញទេគឺមានអ្វីជាដុំកំភួនច្រើនទេបងប្អូនគ្នានេះបាទអរគុណបងប្អូនគ្នាគឺខ្ញុំបាទវីដេអូខ្ញុំបាទគឺមានតែប៉ុណ្្នឹងទេ
ខ្ញុំបើសិនជាបងប្អូនទាំងគ្នាពេញចិត្តនៅវីដេអូនេះសូមជួយចុច like ផងហើយចុច subscribe នៅ channel YouTube របស់ខ្ញុំបាទផងដើម្បីទទួលបានវីដេអូថ្មីៗទៅនឹងការថត vlog ថតកម្សាន្តអីផ្សេងៗបងប្អូនគ្នាហ្នឹងហើយអរគុណជួបគ្នានៅវីដេអូក្រោយទៀត